រឿងស្រមោលក្នុងព្រៃដំរីយំក្រុមអ្នកដំណើរវង្វេងពេលរាត្រីយប់ងឹតសូនអាសងក្រុមអ្នកដំណើរ4នាក់បានវង្វេងផ្លូវនៅក្នុងព្រៃដំរីដ៏ធំល្វឹងល្វើយពួកគេមានសុកជាមេក្រុមចិត្តរឹងប៉ឹងលីណាជាស្រីស្អាតស្លូតបូតពេជ្រជាអ្នកកំ pl ែងបន្លប់ភាពភ័យខ្លាចនិងចាន់ជាអ្នកចេះមើលផ្កាយតែយប់នេះមេឃអាប់អួរមើលអ្វីមិនឃើញខ្យល់បក់រំភើយនាំមកនៅក្លិនដីសាមនិងស្លឹកឈើចាស់សំឡេងសត្វយំពីចម្ងាយធ្វើឲ្យពួកគេកាន់តែព្រឺព្រួចសំឡេងយំចម្លែកកំពុងតែបោះជំរំសម្រាប់សុកស្រាប់តែឮសំឡេងយំខ្សោយដូចជាសំឡេងក្មេងយំពីចម្ងាយសំឡេងនោះកាន់តែខ្សឹកខ្សួលធ្វើឲ្យសំនឹករបស់ពួកគេធ្លាក់ចុះគូមានអ្នកណាគេមកយំកណ្ដាលព្រៃជ្រៅបែបនេះលីណាសួរទាំងភ័យញ័រខ្លួនពេជ្រដែលជាមនុស្សកំ pl ែងក៏បាត់មាត់ឈឹងមុខស្លេកស្លាំងចានខំប្រឹងស្ដាប់តែមិនអាចកំណត់ទីដៅនៃសំឡេងយំនោះទេឃើញស្រមោលខ្មៅដោយទ្រាំទ្រសំឡេងយំមិនបានសុខបបួលពេជ្រដើរទៅមើលប្រភពសំឡេងពួកគេដើរកាត់គុម្ពោតព្រៃដ៏ក្រាស់ភ្លើងពើចាំងភ្លេចស្រាប់តែពួកគេឃើញស្រមោលខ្មៅមួយរាងតូចច្រឡឹងឈរនៅក្រោមដើមឈើធំមួយស្រមោលនោះយំខ្សោយធ្វើឲ្យរោមសំពងរបស់ពួកគេយឺនព្រឺពេលពួកគេខំប្រឹងមើលឲ្យច្បាស់ស្រមោលនោះក៏លីបាត់ទៅក្នុងភាពងឹតរូងភ្នំចម្លែកត្រឡប់មកជំរុំវិញពួកគេបានប្រាប់លីណានិងចាន់នៅអ្វីដែលពួកគេបានឃើញដោយភាពភ័យខ្លាចគ្រប់ដណ្ដប់ពួកគេសម្រេចចិត្តចាក់ចេញពីទីនោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលព្រឹកពេលកំពុងតែដើរពួកគេបានប្រទះឃើញរូងភ្នំមួយមាត់រូងតូចចង្អៀតតែមានខ្យល់ត្រជាក់បក់ចេញមកហាក់ដូចជាមានអ្វីម្យ៉ាងលាក់ខ្លួននៅខាងក្នុងការបាត់ខ្លួនរបស់លីណាដោយចង់ដឹងចាន់បានបបួលលីណាចូលទៅមើលក្នុងរូងភ្នំសុកនិងពេជ្របានរងចាំនៅខាងក្រៅមួយសន្ទុះក្រោយមកស្រាប់តែពួកគេឮសំឡេងស្រែករបស់លីណាពីខាងក្នុងរូងភ្នំសុកនិងពេជ្រប្រញាប់ប្រញាល់ចូលទៅតែអ្វីដែលពួកគេឃើញគឺភាពងឹតនិងក្លិនស្អុយចម្លែកលីណាបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងការតាមរកក្នុងរូងភ្នំសុកនិងពេជ្រខំប្រឹងដើររកលីណានៅក្នុងរូងភ្នំដ៏ងឹតនិងស្ងាត់ជ្រងភ្លើងពើរបស់ពួកគេចាំងទៅមកឃើញតែជញ្ជាំងរូងភ្នំដែលរលោងនិងមានរូបចម្លាក់ចម្លែកស្រាប់តែពួកគេបានជំពប់នឹងអ្វីម្យ៉ាងនៅនឹងដីពេលមើលឲ្យច្បាស់ពួកគេឃើញក្រណាត់សក់របស់លីណាដែលប្រឡាក់ដោយឈាមស្រស់ខ្មោចព្រៃដំរីយំភ្លាមនោះសំឡេងយំខ្សោយដែលពួកគេធ្លាប់ឮកាលពីយប់ក៏បន្លឺឡើងម្ដងទៀតកាន់តែជិតនិងច្បាស់ជាងមុនពីក្នុងភាពងឹតស្រមោលខ្មៅរាងតូចច្រឡឹងក៏លេចចេញមកម្ដងទៀតតែលើកនេះវាមើលទៅកាន់តែច្បាស់គឺជាក្មេងស្រីតូចម្នាក់ស្លៀកពាក់ស្មុកស្លេកស្លាំងភ្នែកប្រហោងយំសោកបោកខ្លួនសុកនិងពេជ្រភ័យស្លន់ស្លោព្យាយាមរត់ចេញពីរូងភ្នំតែហាក់ដូចជាមានកម្លាំងអ្វីម្យ៉ាងទាញពួកគេជាប់ការសងសឹកខ្មោចក្មេងស្រីនោះចង្អុលដៃស្លេកស្លាំងទៅកាន់ជញ្ជាំងរូងភ្នំដែលមានរូបចម្លាក់បុរាណរៀបរាប់អំពីការសម្លាប់ក្មេងស្រីម្នាក់នៅក្នុងព្រៃដំរីនេះកាលពីយូរលង់ណាស់មកហើយខ្មោចនោះយំកាន់តែខ្លាំងហាក់ដូចជាចង់សងសឹកចំពោះអ្នកដែលបានចូលមកបៀតបៀនទឹកដីរបស់ខ្លួនទីបញ្ចប់ដ៏រន្ធត់សុកនិងពេជ្រលែងមានកម្លាំងតស៊ូទៀតហើយខ្មោចក្មេងស្រីនោះក៏ហោះរសាត់ចូលមករកពួកគេដែលត្រជាក់ស្រេបរបស់នាងលូកមកចាប់ពួកគេសំឡេងស្រែកធ្ងោដ៏ឈឺចាប់ក៏បន្លឺឡើងមុនពេលអ្វីទាំងអស់ត្រឡប់ទៅភាពស្ងៀមស្ងាត់វិញព្រៃដំរីនៅតែបន្តឈរខ្មៅងឹតលាក់បាំងនៅអាថ៌កំបាំងដ៏រន្ធត់និងវិញ្ញាណដែលនៅតែសត្វអណ្ដែតយំសោកបោកខ្លួននៅក្នុងទីជ្រៅនៃព្រៃនោះជារៀងរហូត